តមករៀនឃ្លាំងផ្លែចំនួន3ដែលយើងអាចប្រើដើម្បីសំដៅលើសកម្មភាពប្រចាំគ្នាជាភាសាខ្មែរឃ្លាំងផ្លែទី1ដែលយើងអាចប្រើដើម្បីសំដៅលើសកម្មភាពហ្នឹងគឺ to wait on someone to do something យើងប្រើឃ្លាមួយនេះដើម្បីសំដៅលើសកម្មភាពរងចាំប្រចាំឬចង់ឲ្យនរណាម្នាក់ទៀតធ្វើអ្វីមួយជាជាងការធ្វើរឿងនោះដោយខ្លួនឯងឧទាហរណ៍ My brother is always waiting on me to do the dishes មានន័យថាបងឬក៏ប្អូនប្រុសរបស់ខ្ញុំតែងតែប្រចាំខ្ញុំលាងចានរហូតឃ្លាមួយនេះចង់មានន័យថាគាត់ប្រចាំឬក៏រំពឹងឲ្យខ្ញុំលាងចានទាំងដែលការលាងចាននឹងគឺជារឿងដែលគាត់ក៏អាចធ្វើបានដូចគ្នាឬក៏ជារឿងដែលគាត់ត្រូវធ្វើដូចគ្នាឃ្លាទី2ដែលយើងអាចប្រើគឺ to pass the buck យើងអាចប្រើឃ្លាំងមួយនេះដើម្បីសំដៅលើសកម្មភាពប្រចាំឬក៏សកម្មភាពបោះកិច្ចការឬក៏ទំនួលខុសត្រូវដែលខ្លួនឯងត្រូវធ្វើទៅអ្នកផ្សេងឧទាហរណ៍ Every time it's time to clean they just pass the buck until someone gives in មានន័យថារាល់ពេលដល់ពេលត្រូវសម្អាតពួកគេបន្តប្រចាំគ្នាឬក៏បោះកិច្ចការទៅគ្នាតរហូតដល់នរណាម្នាក់ព្រមចុះចាញ់ឬក៏សម្រេចចិត្តទទួលយកបន្ទុកកិច្ចការហ្នឹងចំណែកឃ្លាំងចុងក្រោយដែលយើងអាចប្រើដើម្បីសំដៅលើសកម្មភាពហ្នឹងគឺ to wait each other out យើងប្រើវាដើម្បីសំដៅលើការប្រចាំឬការរងចាំឲ្យមនុស្សម្នាក់ទៀតចុះចាញ់ហើយព្រមធ្វើកិច្ចការតែម្នាក់ឯងឬក៏ជំនួសខ្លួនឧទាហរណ៍ they're just waiting each other out instead of doing the chores មានន័យថាពួកនឹងកំពុងរវល់ប្រចាំគ្នាជាជាងការធ្វើកិច្ចការផ្ទះ